បាទសួស្តីមកបងប្អូនគ្នានៅក្នុងវីដេអូនេះគឺយើងនឹងចាប់ផ្ដើមធ្វើការសិក្សាចូលដល់មេរៀនទី3បាទអញ្ចឹងមេរៀនទី3នេះគឺយើងសិក្សាអំពីការប្រើប្រាស់នៅ Windows 11យើងហៅថា Windows 11ដែលនៅក្នុងមេរៀននេះគឺយើងនឹងសិក្សាចំនួន9ចំណុចបាទដែលចំណុចទី1គឺយើងសិក្សាអំពីថាតើអ្វីទៅជា Windows ទី2គឺយើងសិក្សាពីរបៀបក្នុងការបើកនិងបិទ Windows យើងហៅថាបិទបើកកុំព្យូទ័របាទនៅក្នុងនោះគឺយើងសិក្សាទាក់ទងទៅនឹងរបៀបបើកកុំព្យូទ័រមុនគេហើយបន្តមកបានរបៀបបិទកុំព្យូទ័របាទចំណុចទី3គឺយើងសិក្សាអំពីធាតុទាំងឡាយដែលស្ថិតនៅលើអេក្រង់កុំព្យូទ័រយើងហៅថា desktop បាទចំណុចទី4គឺយើងសិក្សាអំពីការផ្លាស់ប្ដូររូបភាពនៅលើអេក្រង់កុំព្យូទ័រការផ្លាស់ប្ដូររូបភាពនៅលើអេក្រង់កុំព្យូទ័រគឺយើងមានពីររបៀបបាទបន្ទាប់ចូលដល់ចំណុចទី5ដែលយើងសិក្សាអំពី view icon បាទដែលកំណត់ icon របស់យើងឲ្យធំតូចឬក៏នៅជាប់គ្នាបាទទី6គឺយើងសិក្សាពីរបៀបគ្រប់គ្រងទៅលើ taskbar ហើយទី7សិក្សាអំពី Windows Explorer ហើយទី8គឺយើងមានសំណួរដើម្បីធ្វើការសួររំលឹកទាក់ទងទៅនឹងមេរៀនទី3ដែលយើងបានធ្វើការសិក្សាហើយទី9គឺយើងនឹងធ្វើការឆ្លើយបាទចឹងនេះគឺជាមេតិកាដែលយើងត្រូវធ្វើការសិក្សានៅក្នុងមេរៀនទី3ហើយវីដេអូក្រោយគឺយើងនឹងចាប់ផ្ដើមធ្វើការសិក្សាចូលដល់ចំណុចទី1គឺតើអ្វីទៅជា Windows បាទចឹងវីដេអូនេះគឺលោកគ្រូមានប៉ុណ្ណឹងសូមអរគុណ